Nơiสมัยมวยมีพระมหากษัตริย์ម្នាក់ឈ្មោះព្រះបាទវីរៈព្រះអង្គចូលចិត្តធ្វើដំណើរទៅមើលប្រជាជនដោយខ្លួនឯងថ្ងៃមួយព្រះអង្គបណ្ដាលចូលព្រៃឆ្ងាយជាងធម្មតាព្រះអង្គមិនដឹងថាផ្លូវត្រឡប់វិញបានបាត់ទៅហើយពេលថ្ងៃចាប់ផ្ដើមលិចព្រះអង្គចាប់ផ្ដើមព្រួយបារម្ភព្រៃធំមើលទៅស្ងប់ស្ងាត់និងមិនស្គាល់ព្រះអង្គដើររកផ្លូវប៉ុន្តែមិនឃើញអ្នកណាម្នាក់ឡើយភ្លាមមានចាបតូចមួយហោះមកជិតព្រះអង្គវាច្រៀងសំឡេងទន់ភ្លឺដូចជាកំពុងនិយាយព្រះអង្គមានអារម្មណ៍ថាចាបតូចនេះចង់ជួយចាបតូចហោះទៅមុខហើយឈប់រងចាំព្រះអង្គដើរតាមវាដោយមានសេចក្តីសង្ឃឹមទោះជាវាតូចក៏វាដឹកនាំយ៉ាងជឿជាក់ពួកគេមកដល់ស្ទឹងតូចមួយចាបតូចហោះឆ្លងមុនដើម្បីបង្ហាញផ្លូវព្រះអង្គឆ្លងតាមយ៉ាងប្រុងប្រយ័ត្នបន្ទាប់មកព្រះអង្គឃើញពន្លឺភូមិឆ្ងាយជិតព្រះអង្គពោពេញដោយក្តីរីករាយចាបតូចបាននាំមកដល់ទីសុវត្ថិភាពប្រជាជនភូមិទទួលស្វាគមន៍ព្រះអង្គដោយភាពកក់ក្ដៅក្មេងៗនាំទឹកនិងអាហារមកជូនព្រះអង្គមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងពេលព្រះអង្គចង់អរគុណចាបតូចបានហោះឡើងមេឃវាបាត់ទៅក្នុងពន្លឺព្រះច័ន្ទដូចជាអ្នកជួយអាចកំបាំងតាតារាបាននិយាយថាសត្វតូចក៏មានប្រាជ្ញាដែរព្រះអង្គយល់ថាការជួយអាចមកពីអ្នកណាក៏បានទំហំមិនសំខាន់ដូចចិត្តល្អឡើយក្រោយត្រឡប់ទៅរាជវាំងព្រះអង្គបានគ្រប់គ្រងដោយចិត្តមេត្តាព្រះអង្គចងចាំចាបតូចជានិច្ចចាប់ពីថ្ងៃនោះមនុស្សទាំងអស់រស់នៅដោយការគោរពនិងជួយគ្នានេះជាមេរៀនថាសេចក្តីល្អអាចមកពីអ្នកតូចបំផុត